សូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នាដែលចូលមកកាន់ Channel របស់ Admin មុននឹងចូលទៅដល់ហេតុការណ៍ក៏ដូចជារឿងរ៉ាវក៏សូមពឹងពោបងប្អូនដែលទើបទៅចូលមកថ្មីជួយ Subscribe ម្នាក់មួយហើយការ Subscribe របស់បងប្អូននេះគឺជាកម្លាំងចិត្តដ៏ធំមែនទែនសម្រាប់ Admin ក្នុងការផលិតវីដេអូដើម្បីចែកជូនបងប្អូនសម្រាប់ជាការកម្សាន្តហើយឥឡូវកុំឲ្យខាតពេលក៏នាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្ដាប់រឿងជាក់ស្ដែងរបស់យើងតែម្ដងតែមុននឹងស្ដាប់សូមបងប្អូនទាំងអស់គ្នាត្រៀមចិត្តត្រៀមអារម្មណ៍ឲ្យបានល្អពីព្រោះថាសាច់រឿងមួយនេះវាមានហេតុការណ៍ខ្លះវារន្ធត់មែនទែនហើយបើបងប្អូនទាំងអស់គ្នាស្មារតីខ្សោយទេកុំស្ដាប់ម្នាក់ឯងអីខ្លាចថាស្ដាប់ហើយមានអារម្មណ៍ល្វើល្វាយឬក៏ខ្លាចអីអញ្ចឹងទៅឥឡូវយើងងាកមកកាន់សាច់រឿងរបស់យើងតែម្ដងនៅអំឡុងពេលម៉ោង5ចូលចិត្តម៉ោង6ពេលព្រឹកក៏ជាពេលដែលភ្ញៀវធัวជាច្រើនគេនាំគ្នាចាក់ចេញហើយមានបងប្អូនខ្លះពិតជាឆ្ងល់ថាភ្ញៀវធัวហ្នឹងគឺជាភ្ញៀវអីដែរទៅនឹង Admin សូមបកស្រាយទៅកាន់បងប្អូនដែលមិនធ្លាប់បម្រើការនៅក្នុងផ្ទះសំណាក់ឬក៏សន្តាគារភ្ញៀវធัวហ្នឹងគឺជាភ្ញៀវលក្ខណៈថាគេមកដេកនៅផ្ទះសំណាក់ឬសន្តាគារហ្នឹងគេមកម្ដងជាក្រុមអ្នកខ្លះចឹងទៅគេមកម្ដងគេមានធីមរបស់គេហ្នឹងឬក៏ក្រុមរបស់គេហ្នឹងគេកំងបន្ទប់យើងម្ដងគេកំង20ទៅ30បន្ទប់វាអាស្រ័យទៅលើចំនួនភ្ញៀវច្រើនឬក៏តិចហើយជាក់ស្ដែងពេលហ្នឹងបើតាមសុភ័ក្រអ្នកដែលគេរៀបចំបន្ទប់ឲ្យភ្ញៀវធัวហ្នឹងគេនិយាយប្រាប់ខ្ញុំគឺប្រហែលជា20បន្ទប់តែប៉ុណ្្នឹងទេហើយភ្ញៀវធัวភាគច្រើនមិនមែនជាភ្ញៀវខ្មែរទេគឺជាភ្ញៀវដែលមកលេងពីខាងប្រទេសវៀតណាមហើយរឿងរ៉ាវដែលកើតហេតុហ្នឹងពេលដែលភ្ញៀវធัวចេញគេចេញម្ដងមិនមែនចេញម្ដងមួយបន្ទប់ទេបងប្អូនពេលដែលរៀបភ្លឺហ្នឹងសុភ័ក្រគេថាភ្ញៀវហ្នឹងគឺចេញម្ដងគឺទាំងអស់តែម្ដងគេមានម៉ោងណាត់គេសម្រាប់ដើរលេងចឹងទៅហើយបើតាមដំណើរភ្ញៀវធัวគេចេញហ្នឹងគឺគេចាក់ចេញពីភ្នំពេញហ្នឹងគឺគេមកលេងខេត្តសៀមរាបដោយសារតែគេមកពីវៀតណាមហ្នឹងវាឆ្ងាយដូចនេះគេក៏ជួលផ្ទះសំណាក់នៅភ្នំពេញហ្នឹងដើម្បីសម្រាកព្រឹកឡើងប្រហែលជាខ្ទង់ម៉ោង5ជាងចូល6អីហ្នឹងគេក៏ភ្ញាក់ពីដំណេកពីព្រឹកដើម្បីបន្តជិះឡានក្រុងហ្នឹងមកលេងនៅខេត្តសៀមរាបម្ដងហើយអំឡុងពេលដែលភ្ញៀវធัวចេញច្រើនហ្នឹងម៉ោងហ្នឹងឯងគឺជាម៉ោងចាប់ផ្ដើមរៀបបន្ទប់ឡើងខ្វាត់ខ្វែងតែម្ដងនៅពេលដែលភ្ញៀវធัวចេញអស់ពេលហ្នឹងបងសរមដែលជា receptionist ហ្នឹងឬក៏អ្នកបម្រើការភ្ញៀវហ្នឹងគាត់ក៏បានហៅបងសន្តិសុខដែលនៅខាងមុខហ្នឹងរួមទាំងសុភ័ក្រហ្នឹងឲ្យទៅរៀបបន្ទប់នៅជាន់ទី2និងទី3និងទី4ដោយសារតែភ្ញៀវគេបានកក់3ជាន់ហើយ3ជាន់ហ្នឹងគឺសមល្មមទៅនឹងចំនួនភ្ញៀវតាមបន្ទប់មួយបន្ទប់ខ្លះមានក្រែ2អញ្ចឹងក្នុងមួយបន្ទប់ភ្ញៀវគេស្នាក់4នាក់អញ្ចឹងទៅហើយបន្ទប់ខ្លះគេលក្ខណៈគ្រួសារគេយកក្រែមួយអញ្ចឹងគេដេករួមទាំងប្តីប្រពន្ធរួមទាំងនឹងកូនរបស់គេអីអញ្ចឹងទៅបន្ទាប់ពីបងសរមហៅបងសន្តិសុខដែលនៅខាងមុខមើលឡានមើលម៉ូតូនឹងឲ្យចូលមករៀបបន្ទប់ជាមួយនឹងសុភ័ក្រហើយសុភ័ក្រនិងបងសន្តិសុខនឹងក៏រៀបឡើងទៅជាន់លើដើម្បីរៀបបន្ទប់ប៉ុន្តែមុននឹងទៅនឹងបងសរមដែលជា receptionist នឹងក៏បានហៅបងសន្តិសុខនឹងក៏មកណែនាំថាកុំឲ្យនិយាយពាក្យសម្ដីផ្ដេសផ្ដាសអីនាំតែសុភ័ក្រដែលគ្នាទៅចូលធ្វើការថ្ងៃដំបូងនឹងភ័យឲ្យខ្លាចបន្ទាប់មកទៀតបងសរមនឹងក៏បានប្រាប់ទៅកាន់បងសន្តិសុខនឹងថាគាត់នឹងរៀបជាន់ទី3ដែលជាជាន់ខ្មោចលងសុភ័ក្រនឹងឯងហើយសុភ័ក្រវិញឲ្យរៀបនៅជាន់ទី2គឺរំលងគ្នាមួយជាន់ហើយបងសន្តិសុខវិញបន្ទាប់ពីគាត់បានស្ដាប់ពាក្យណែនាំរបស់បងសរមនឹងរបៀបថាគាត់ឈរសោចពេលដែលគាត់ឈរសោចហើយគាត់ក៏និយាយតបទៅកាន់បងសរមថាខ្ញុំគ្រាន់តែនិយាយលេងហ្នឹងតាមពិតទៅគ្មានខ្មោចឯណាទេរកតែខ្មោចធ្វើថ្នាំមិនបានផងមានខ្មោចឯណាមកលងមនុស្សនោះមានតែមនុស្សទេអ្នកលងខ្មោចសម័យនេះហើយបងសរមស្ដាប់ឮហើយគាត់និយាយទៅកាន់បងសន្តិសុខនោះថាបងឯងនិយាយអីក៏គេជឿដែរណាមួយគ្នាអ្នកថ្មីទើបតែធ្វើការថ្ងៃដំបូងផងបងឯងនិយាយបែបណាគេជឿបែបនោះហើយទោះបីគ្មានខ្មោចឬមិនមានខ្មោចក៏ត្រូវតែជឿដែរហើយឈប់លេងសើចពាក្យទាំងអស់ហ្នឹងទៅវាមិនចំណេញអីទេនាំតែគ្នាធ្វើការបដាភ័យបដាហើយតែគ្នាមិនឡើងទៅយកទឹកឲ្យភ្ញៀវឬក៏ជួយរៀបបន្ទប់ហ្នឹងហត់ពីណាហត់តែប្រងែងទេធ្វើចឹងមិនចំណេញទេបងគឺគាត់និយាយបែបហ្នឹងទៅកាន់បងសន្តិសុខហ្នឹងហើយបងសន្តិសុខហ្នឹងគាត់ស្ដាប់បដាគាត់ឈរសោចដល់រលាក់តែម្ដងរបៀបថាគាត់លេងសើចជាមួយនឹងសុភ័ក្រហ្នឹងឯងបន្ទាប់ពីនិយាយចប់បងសរមថាឥឡូវមិនអីទេនាំគ្នាឡើងទៅរៀបបន្ទប់ទៅចឹងតែកុំនិយាយអីឲ្យគ្នាខ្លាចទៀតបើឯងនៅទីនេះយូរហើយកុំធ្វើបាបគ្នាអ្នកថ្មីអីបងពួកគាត់ទាំងពីរនាក់ហ្នឹងបន្ទាប់ពីបងសរមប្រាប់ហើយហ្នឹងក៏នាំគ្នាឡើងទៅតាមជាន់ដែលបងសរមប្រាប់ឲ្យរៀបហ្នឹងបងសន្តិសុខនោះក៏រៀបនៅជាន់ទី3
ហើយសុភ័ក្រវិញគេរៀបនៅជាន់ទី2ហើយនៅផ្ទះសំណាក់នឹងដែរបើតាមសុភ័ក្រគេនិយាយប្រាប់ខ្ញុំគេថាមួយជាន់គឺមាន12បន្ទប់ដូចនេះវាមិនតិចទេគឺច្រើនមែនទែនងាកមកស្ដាប់ហេតុការណ៍អំឡុងពេលដែលសុភ័ក្រគេឡើងទៅដល់ជាន់ទី2មាត់បង្អួចទ្វារដែលគេធ្វើឲ្យខ្យល់ចេញចូលឲ្យមានផាសុខភាពសម្រាប់អ្នករស់នៅតាមបន្ទប់ហ្នឹងគ្រាន់តែគ្នាដើរមកដល់ជាន់ទី2មករៀបបន្ទប់ហ្នឹងបង្អួចហ្នឹងវាមិនដឹងថាកើតអីទេឬក្រេតក្រោតដូចអាណាកំពុងតែយកដៃរុញបើកចុះបើកឡើងអញ្ចឹងបងប្អូនសុភ័ក្រគេគាត់តែលឺសូរសំឡេងនឹងហើយគឺគេរត់ទៅលើជាមួយនឹងបងសន្តិសុខភ្លាមហើយបងសន្តិសុខហ្នឹងនៅជាន់ទី3ពេលដែលទៅដល់ជាន់ទី3ភ្លាមសុភ័ក្រក៏បានស្រែកហៅបងសន្តិសុខហ្នឹងថាបងអើយបងវាយនៅណាពេលដែលសុភ័ក្រហៅហ្នឹងមិនឃើញបងសន្តិសុខហ្នឹងតបមកវិញថានៅបន្ទប់ណាបន្ទប់ណីទេគឺស្ងាត់ឲ្យជ្រាបតែម្ដងហើយរីភ្លឺគឺស្ងាត់មែនតើបងប្អូននៅតាមបន្ទប់ជួលហ្នឹងហើយសុភ័ក្រស្រែកហៅហ្នឹងក៏ដឹងថាជាន់ហ្នឹងគឺគ្មានភ្ញៀវណានៅទេគឺសុទ្ធតែភ្ញៀវធัวហើយភ្ញៀវធัวគឺចេញអស់ហើយបើសិនជានៅជាន់ទី3ហ្នឹងមានដាក់ភ្ញៀវផ្សេងគេហៅថាភ្ញៀវរាយក៏គេមិនហ៊ានស្រែកដែរខ្លាចមានការភ្ញាក់ផ្អើលដល់ភ្ញៀវផ្សេងដែលគេកំពុងតែសម្រាកនៅបន្ទប់ចិត្តហ្នឹងដល់ពេលដែលគេឈរស្រែកហៅបងសន្តិសុខហ្នឹងគឺគេឈរនៅមុខចណ្ដាយយន្តទេដោយសារតែគេឡើងពីជាន់ទី2មកមិនមែនជិះចណ្ដាយយន្តគឺឡើងតាមចណ្ដាយជើងយើងធម្មតាតែហៅមិនលឺបែបហ្នឹងគេក៏ចាប់ផ្ដើមដើរមើលតាមបន្ទប់ដោយសារតែពេលភ្ញៀវចេញហ្នឹងគឺគេចំហបន្ទប់ហើយគឺគ្រប់បន្ទប់ហ្នឹងគឺចំហចោលតែម្ដងដល់ពេលដែលគេដើររតាមបន្ទប់ហ្នឹងតាំងពីដើមបន្ទប់រហូតដល់ចុងបន្ទប់ហ្នឹងមិនបានប្រទះឃើញបងសន្តិសុខហ្នឹងនៅជាន់ទី3ទេបីគេព្យាយាមអើតក្បាលចូលទៅក្នុងបន្ទប់ក៏ដោយក៏មិនឃើញបងសន្តិសុខមកតបគេថានៅកន្លែងណាដែរលុះពេលហ្នឹងគឺចាប់ផ្ដើមកាន់តែភ័យបុកពោះមែនតើនៅក្នុងចិត្តថាមើលទៅអញម្ដងនេះខ្មោចឡងទៀតហើយថ្ងៃហ្នឹងតាំងតែពីក្បាលប្រឡប់មករហូតមកដល់រីភ្លឺនៅតែខ្មោចឡងដដែលលុះរចុះរឡើងស្រាប់តែលឺសំឡេងចេញពីអាបន្ទប់303នឹងដដែលគឺសំឡេងស្រាលដែលបង្ហើរមកហ្នឹងរបៀបថាសំឡេងមនុស្សស្រីកំពុងតែឆ្លើយប្រាប់ថាខ្ញុំនៅនេះរកខ្ញុំមែនចឹងទៅគ្រាន់តែគេស្ដាប់ឮភ្លាមគេចាប់ផ្ដើមឈរបដាល់តិចដៃតិចជើងបដាល់បុកពោះបដាល់បន្ទាប់ពីសំឡេងហ្នឹងបង្ហើរមកស្រាលហើយហ្នឹងស្រាប់តែឮសំឡេងអូកៅអីម្ដងឬសឡងគ្រូនៅក្នុងបន្ទប់ហ្នឹងភ្លាមនឹងដែរសុភ័ក្រគេរបៀបថាតាំងអារម្មណ៍តាំងចិត្តណាមិនតន់រត់ទេគឺគេឈរស្ងៀមនៅក្បែរបន្ទប់នៅចិត្តនោះចាំមើលថាបន្ទប់303ហ្នឹងវាលឺស្អីតទៀតតពីសុភ័ក្រមិនតបតឬក៏មិនឆ្លើយហ្នឹង 2-3 នាទីក្រោយមកហ្នឹងស្រាប់តែលឺមនុស្សចាក់បទចម្រៀងហើយបទចម្រៀងហ្នឹងអំឡុងពេលហ្នឹងសុភ័ក្រគេនិយាយប្រាប់ខ្ញុំថាគឺបទឆាយវិរៈយុទ្ធទៀតផងគឺបទទៅតែចេញថ្មីទៀតការដែលស្ដាប់ឮហ្នឹងរបៀបថាមិនសូវជាឮខ្លាំងទេគាត់ថាឮចម្រៀងដែលច្រៀងនៅក្នុងបន្ទប់ងុំនៅហ្នឹងអន្តទៅឮបទចម្រៀងបង្ហើរមកបែបហ្នឹងសុភ័ក្រគេបដូរការគិតភ្លាមដោយគេគិតថាមើលទៅគ្មានខ្មោចឯណាឡងទេមុនហ្នឹងប្រហែលជាសំឡេងនរណាម្នាក់គេនិយាយក្បែរហ្នឹងប្រហែលជាច្រឡំហើយមើលទៅតពីហ្នឹងទៀតដើម្បីជំរះចិត្តសង្ស័យហ្នឹងសុភ័ក្រគេក៏បានដើរទៅគីកបន្ទប់303ហ្នឹងដូចគ្នាដែរពេលទៅដល់ភ្លាមបន្ទប់303ហ្នឹងគឺមិនមានសំឡេងអីទេគឺស្ងាត់ជ្រងំជាធម្មតាទេហើយសំឡេងដែលអូសអីកាលពីលឺមុនហ្នឹងក៏មិនលឺអីតទៀតដែរលក្ខណៈថាស្ងាត់ឲ្យជ្រងំតែម្ដងលឺសូរតែសំឡេងម៉ូតូសំឡេងឡានអីពេលរៀបភ្លឺបងប្អូនអាជីវករដែលគេចេញរកស៊ីអីចឹងទៅហើយនៅគីបន្ទប់303ហ្នឹងវាមានមាត់ទ្វារមួយសម្រាប់បើកឲ្យខ្យល់ចេញចូលដូចគ្នាដែរហើយក៏មានសន្តាគារឬផ្ទះសំណាក់ហ្នឹងគេនៅចិត្តហ្នឹងហើយជាប់នឹងដូចគ្នាអញ្ចឹងពេលហ្នឹងសុភ័ក្រគេគិតម្ដងទៀតថាមើលទៅចម្រៀងមុនហ្នឹងប្រហែលជាចម្រៀងដែលបន្ទប់ចិត្តហ្នឹងគេចាក់ហើយវាខ្យល់វាវាយមកវាជះសំឡេងចូលមកក្នុងជាន់ដែលសុភ័ក្រកំពុងតែឈរហ្នឹងគឺជាន់ទី3នឹងឯងចំណែកបងសន្តិសុខទោះបីមិនឃើញគាត់នៅរៀបជាន់ទី3ក៏ពិតមែនអំឡុងពេលហ្នឹងសុភ័ក្រគេគិតថាប្រហែលជាគាត់ឡើងទៅជាន់លើទៅយកកសែងក៏ដូចជាកណាត់ឬក៏ថ្នាំដុសធ្មេញនិងទឹកសុទ្ធដើម្បីមកដាក់រៀបចំឲ្យភ្ញៀវសារជាថ្មីជាធម្មតានៅផ្ទះសំណាក់រៀងរាល់ភ្ញៀវចេញពីបន្ទប់ម្ដងគេតែងតែរៀបចំសម្ភារៈនៅក្នុងបន្ទប់សារជាថ្មីទាំងអស់មានថ្នាំដុសធ្មេញមានកណាត់មានកសែងមានពុកមានស្រោមខ្នើយអីចឹងទៅគឺគេផ្លាស់ប្ដូរចោលទាំងអស់ដើម្បីរៀបចំឲ្យភ្ញៀវថ្មីជាក់ស្ដែងផ្ទះសំណាក់ដែលសុភ័ក្រគេធ្វើការហ្នឹងកន្លែងដែលដាក់កណាត់ឬក៏កសែងឬថ្នាំដុសធ្មេញរបស់របរឬសម្ភារៈផ្សេងទៀតហ្នឹងគឺនៅឲ្យជាន់លើនោះគឺជាន់លើបង្អស់តែម្ដងហើយសរុបជាន់ទាំងអស់ហ្នឹងគឺមាន11ជាន់ដូចនេះប្រហែលជាបងសន្តិសុខហ្នឹងគឺគាត់ទៅជាន់លើគេហ្នឹងគឺជាន់ទី11ហ្នឹងបីទៅយកសម្ភារៈក៏ដូចជារបស់របរប្រើប្រាស់ផ្សេង
ដាក់ទៅតាមមុខងារបន្ទប់មួយហ្នឹងតទៅពីគេគិតថាมันមានរឿងអីកើតឡើងហើយសុភ័ក្រក៏បានដើរមកកាន់ចណ្ដាលយន្តវិញរៀបនឹងចុះតាមចណ្ដាលដៃមកខាងក្រោមជាន់ទី2របស់គេដែលគេរៀបចំនឹងហើយពេជ្រនឹងដែរស្រាប់តែជាន់ទី4ហ្នឹងនឹងលើជាន់ទី3ហ្នឹងលឺសូរដូចមនុស្សដើរចឹងបងប្អូនអាសំឡេងស្បែកជើងដែលវាបន្លឺឡើងហ្នឹងវាបន្ទាត់ឡើងផេះភ័ក្រហ្នឹងគេគាត់តែស្ដាប់ឮភ្លាមហ្នឹងគឺគេមានអារម្មណ៍សប្បាយចិត្តហ្មងគេថាមើលទៅបងសន្តិសុខហ្នឹងចុះមកពីជាន់លើហើយចុះមកហ្នឹងប្រហែលជាយកកណាត់យកថ្នាំដូរថ្មិញយកកសែងអីមកច្រើនហើយសុភ័ក្រគិតថាគេនឹងសុំបងសន្តិសុខនឹងខ្លះដើម្បីដាក់បន្ទប់ជាន់ទី2គិតហើយគេក៏បានដើរតាមចណ្ដាលជើងហ្នឹងឡើងមកជាន់ទី4ពេលដែលមកដល់ជាន់ទី4ភ្លាមហ្នឹងគេក៏លេចឆ្វេងក៏លេចស្ដាំបន្ទាប់ពីដើរផុតចណ្ដាលយន្តហ្នឹងក៏មិនឃើញថានរណាដើរទៀតដែរគឺស្ងាត់ឲ្យចងំតែម្ដងគឺសូរតែសំឡេងស្បែកជើងហ្នឹងកាលគេឈរនៅជាន់ទី3ពេលដែលគេមកដល់ជាន់ទី4ភ្លាមគឺបាត់ស្រមោលតែម្ដងសម្បីតែភ្ញៀវណាម្នាក់ដែលចេញពីក្រៅបន្ទប់ហ្នឹងក៏គ្មានដែរហើយសុភ័ក្រអំឡុងពេលហ្នឹងហេតុថាមនុស្សគេធ្វើអីគេមកចត់ហើយណាមួយចង្អៃដបងទៀតផងមិនសូវហ៊ានធ្វើអីប្រឡែងដៃចោលទេច្រើនតែយកចិត្តទុកដាក់គេក៏បានដើរជុំវិញបន្ទប់ទាំងអស់ហ្នឹងគេដើរទៅវិញទៅមកគេស្ដាប់មើលគេលោភ្ញៀវណាភ្ញាក់ពីដេកអីចឹងទៅប៉ុន្តែពេលដែលគេដើរហ្នឹងមិនលឺថាភ្ញៀវណាដែលគេភ្ញាក់ងូតទឹកឬក៏ភ្ញៀវណាដែលគេដើរអីទេគឺស្ងាត់ឲ្យជ្រាបតែម្ដងជាធម្មតាបើមានភ្ញៀវណាដែលគេក្រោកព្រឹកឡើងជជែកគ្នាឬក៏ហូបកាហ្វេឬក៏ងូតទឹកងូតអីពេលព្រឹកហ្នឹងវាច្រើនទៅលឺសលេងតិចតួចតែប៉ុន្តែនេះស្ងាត់ឈឹងតែម្ដងពេជ្រហ្នឹងបន្ទាប់ពីគ្មានអ្វីនៅជាន់ទី4ក៏គិតនៅក្នុងចិត្តមួយថាមើលទៅដូចមិនស្រួលទេជាន់ទី4ហ្នឹងដំបូងថាជាន់ទី3ប៉ុន្តែម្ដងនេះសម្បីតែជាន់ទី4ហ្នឹងក៏មិនសូវស្រួលដែរគិតហើយភ្លាមហ្នឹងក៏ចាប់ផ្ដើមចុះតាមចណ្ដាលជើងហ្នឹងមកជាន់ទី3ហើយបន្តមកជាន់ទី2ទៀតជាជាន់ដែលបងសរុបមកគេសម្អាតហ្នឹងរួចគេក៏ចាប់ផ្ដើមចុះតាមចណ្ដាលជើងភ្លាមមិនបង្អង់ទេហើយពេលហ្នឹងចុះបណ្ដាគូភ័យបណ្ដាបេះដូងនឹងចាប់ផ្ដើមលូតដុកដាក់អាចនិយាយមកបែបទៀតថាកំពុងតែបុកពោះណាបន្ទាប់ពីគេចុះពីជាន់ទី4មកដល់ជាន់ទី3ស្រាប់តែឮសំឡេងយំស្រាលចេញពីបន្ទប់303ដដែលនឹងទេឮហាក់បីដូចជាគេឆ្លោះគ្នាជាមួយសង្សារអីចឹងទៅឮសំឡេងប្រកែកគ្នាបណ្ដាឮសំឡេងមនុស្សស្រីយំបណ្ដាពេលហ្នឹងសុភ័ក្រគឺឈរបណ្ដាសឹងថាស្លាប់នៅមុខចណ្ដាលយន្តហើយប៉ុន្តែចាយដនអីបងដែលជាសន្តិសុខហ្នឹងក៏គាត់ជិះចណ្ដាលយន្តមកដល់ល្មមគ្រាន់តែបងនឹងបើកចណ្ដាលយន្តចេញភ្លាមសុភ័ក្រសឹងថាគេគាំងបេះដូងស្លាប់នឹងកន្លែងតែម្ដងដោយសារតែភ្ញាក់នឹងឯងពីថាវាក់គ្នាអីអញ្ចឹងទៅចំណែកឯបងសន្តិសុខហ្នឹងក៏ដូចគ្នាដែរឃើញមុខសុភ័ក្រភ្លាមឈរស្ទង់នៅមុខចណ្ដាលយន្តហ្នឹងគ្រាន់តែចណ្ដាលយន្តបើកមាត់ទ្វារក្រែកចេញមកគឺភ័យសឹងថាម្នាក់រត់បុកគ្នាទៅហើយតែបងសន្តិសុខគាត់ធ្លាប់ធ្វើការនឹងយូរគឺគាត់ដឹងហើយគាត់មានស្មារតីលក្ខណៈថាមាំតំជាងណាមួយក៏គាត់មានអាយុច្រើនដែរពេលដែលឃើញសុភ័ក្រឈរញ័រជើងបែបហ្នឹងគាត់សួរថាណៃកាត់អីសុភ័ក្រក៏តបទៅកាន់បងនឹងថាបងអើយមិញខ្ញុំឮសំឡេងមនុស្សស្រីយំចេញពីបន្ទប់303ហ្នឹងនៅខាងឆ្វេងដៃហ្នឹងបើឲ្យដើរទៅមើលបន្តិចទៅបងនឹងឮភ្លាមគាត់ក៏ញញឹមហើយសួរថាអេអូនឯងនិយាយលេងនិយាយមែនលក្ខណៈថាគាត់អត់ចង់ជឿសុភ័ក្រអីពេលហ្នឹងសុភ័ក្រថាមែនតើបងមែនបើឲ្យដើរទៅមើលទៅបងស្ដាប់ឮហើយគាត់ក៏ដើរទៅមើលតាមអ្វីដែលសុភ័ក្រនិយាយហ្នឹងពេលដែលដើរទៅមើលទៅដូចជាមិនមានអីទេជាធម្មតាតែប៉ុណ្ណោះលក្ខណៈថាដូចជាអត់មានរឿងអីកើតឡើងអញ្ចឹងឮសូរតែសំឡេងឡានសំឡេងម៉ូតូដែលគេជិះនៅខាងក្រោមហ្នឹងតែគាត់ស្ដាប់មិនឮបែបហ្នឹងគាត់ក៏និយាយមកកាន់សុភ័ក្រវិញថាអូនឯងឥឡូវជិះកុហកតាមបងទៀតបងនិយាយលេងតែកាលមុនថាមានខ្មោចតែឥឡូវមកមិនតាន់បានមួយថ្ងៃហ្នឹងចេះរៀនបន្លាចបងអីណាគឺគាត់និយាយរបៀបលេងសើចប៉ុន្តែសុភ័ក្រវិញគឺឮផ្ទាល់នឹងទៅជីកតែម្ដងសំឡេងដែលដើរតាមពីខាងក្រោយហ្នឹងក៏មានសំឡេងដែលគេធ្វើឲ្យមានបង្អួចលក្ខណៈថា weak work ហ្នឹងក៏មាននិយាយទៅគឺសពគ្រប់តែម្ដងនៅពេលហ្នឹងដែរបន្ទាប់ពីបងសន្តិសុខនឹងគាត់ថាឲ្យសុភ័ក្រថានិយាយលេងជាមួយបងនិយាយអីអញ្ចឹងសុភ័ក្រគេក៏មិនមាត់មិនកយដែរកុំឲ្យថាតមាត់ចាស់អីញ៉ៃហើយណាមួយទើបទៅចូលធ្វើការថ្ងៃដំបូងទៀតក៏មិនទាន់ស្គាល់ចិត្តស្គាល់គំនិតអីដែរអញ្ចឹងមាននៅស្ងៀមសិនតែម្ដងតទៅពីគេគិតរួចសុភ័ក្រថាឥឡូវបងឲ្យខ្ញុំសុំមួយថ្ងៃទៅរៀបបន្ទប់ជាមួយមួយថ្ងៃដែរហើយពេលដែលខ្ញុំជួយរៀបបន្ទប់មួយថ្ងៃហើយមួយថ្ងៃចុះមកជួយរៀបបន្ទប់ជន់ខ្ញុំវិញម្ដងចំណែកបងប្រុសដែលជាសន្តិសុខហ្នឹងគាត់លើសុភ័ក្រនិយាយបែបហ្នឹងហើយ
ក៏សោចក៏ថាងអូនឯងខ្លាចបានតែមិនហ៊ានរៀបម្នាក់ឯងខ្លាចមែនមើលនិយាយត្រង់មើលហើយសុភ័ក្រថាបងចេះនិយាយបែបហ្នឹងគឺខ្លាចទាំងហើយបងបាទសុំបងឯងទៅរៀបបន្ទប់ជាមួយឥឡូវបងឯងជួយរៀបជន់ខ្ញុំឲ្យហើយទៅហើយចាំខ្ញុំទៅជួយរៀបជន់បងឯងហើយចាំរៀបហើយចាំបងឯងនាំខ្ញុំទៅកន្លែងដេកផងតែពេលហ្នឹងគឺជិតដល់ម៉ោងផ្លាស់ប្ដូរវេនជាមួយនឹងគេវេនថ្ងៃអញ្ចឹងទៅដោយសារធ្វើនៅហ្នឹងមាន2វេនមានវេនយប់ហើយនិងវេនថ្ងៃបន្ទាប់ពីជជែកត្រូវរើគ្នាហើយសុភ័ក្ររួមទាំងបងសន្តិសុខហ្នឹងក៏នាំគ្នាចុះមកជាន់ទី2យ៉ាងគិតថាជិតដល់ម៉ោងដូរវេនជាមួយនឹងអ្នកវេនថ្ងៃហើយបើរៀបជាន់ទី2ទៅបានប្រមាណបន្ទប់ហើយប្រមាណបន្ទប់អីគឺយកប៉ុណ្ណឹងទៅសល់ប្រមាណទុកឲ្យអ្នកវេនថ្ងៃគេរៀបទៅតែនៅពេលដែលគាត់ទាំងពីរអ្នកហ្នឹងចុះមកដល់ជាន់ទី2វាចម្លែកចិត្តអីពេលដែលសុភ័ក្រកលិះភ្នែកតែមួយផ្លែតទេហាក់បីដូចជាឃើញបន្ទប់ចុងហ្នឹងមានដៃខ្មៅស្ទើមួយកំពុងតែទាញបិទទ្វារពេជ្រហ្នឹងសុភ័ក្រគេក៏បានកលេចភ្នែកទៅចំតែម្ដងពេលដែលកលេចចំទៅហាក់បីដូចជាទ្វារហ្នឹងគឺវានៅចំហពិតមែនតែដៃខ្មៅស្ទើដែលគេកលិះភ្នែកឃើញហ្នឹងដូចជាបាត់ទៅវិញរបៀបថាព្រិលភ្នែកក៏មិនដឹងអំឡុងពេលហ្នឹងហើយគេក៏មិនហ៊ានប្រកាសចិត្តហើយយករឿងទាំងអស់ហ្នឹងទៅប្រាប់បងសន្តិសុខដែរគេនៅស្ងៀមត្រឹមតែគិតក្នុងចិត្តទេបន្តមកទៀតបងសន្តិសុខហ្នឹងគាត់ប្រាប់ទៅកាន់សុភ័ក្រថាឥឡូវអូនឯងរៀបបន្ទប់ទួលមុខគ្នាតែម្ដងទៅវាបន្ទប់202និង201បន្ទប់2ហ្នឹងគឺវានៅទួលមុខគ្នាតែម្ដងដែលនៅខាងស្ដាំចនាយន្តគាត់ឲ្យរៀបបន្ទប់បែបហ្នឹងដោយសារតែគាត់គិតថាប្រសិនបើសុភ័ក្រខ្លាចក៏មានគាត់នៅក្បែរនឹងដែរស្រែកតែបន្តិចទៅគឺជួយគ្នាតន់ហើយណាមួយបន្ទប់ហ្នឹងគេរៀបហ្នឹងគឺបើកទ្វារចោលរៀងខ្លួនទេអាចងាកមើលគ្នាឃើញអីអញ្ចឹងទៅពីឯសុភ័ក្រវិញពេលដែលឮបងសន្តិសុខគាត់និយាយបែបហ្នឹងគេក៏មិនបដិសេធដែរគេថាអត់អីទេបងរៀបទល់មុខគ្នាតាមិនអីទេឲ្យតែបងឯងទៅចោលខ្ញុំបើរៀបទល់មុខគ្នាអញ្ចឹងគឺមិនអីទេខ្ញុំរៀបបងមួយសន្ទុះក្រោយមកក៏បានរៀបចំបន្ទប់202និង201នឹងហើយក៏ដល់ពេលវេលាដែលត្រូវដូរវេនជាមួយនឹងអ្នកវេនថ្ងៃដែរហើយអ្នកវេនថ្ងៃពេលដែលគេមកផ្លាស់ប្ដូរកសែងឬក៏ភួយឬក៏របស់របរក្នុងបន្ទប់ទឹកអីផ្សេងហ្នឹងគឺស្រីគឺគេមានគ្នាច្រើនមួយជាន់ហ្នឹងគឺមាន5នាក់សម្រាប់ការរៀបបន្ទប់វិញក្នុងមួយជាន់5នាក់ហ្នឹងគឺគេបែងចែកក្នុងមួយបន្ទប់ត្រូវចូលរៀប2នាក់ដើម្បីពន្លឿនការងារទាំងអស់ហ្នឹងពេលនេះគឺវាមិនសូវនឹងមានការផិតភ័យខ្លាចដូចយើងរៀបម្នាក់ឯងទេហើយចំណែកវេនជប់វិញអ្នករៀបបន្ទប់មានតែ2នាក់ទេហើយសុភ័ក្រហ្នឹងនឹងបងសន្តិសុខចំណែកបងតកងឡានម្នាក់ទៀតគឺគាត់ប្រចាំការនៅខាងមុខ Derek លុះត្រាតែបងសន្តិសុខនឹងគាត់រវល់បានបងតកងឡានហ្នឹងគាត់មករៀបបន្ទប់ម្ដងម្កាលអីចឹងទៅអានេះជាការជួយជំនួសដៃជើងគ្នាបន្តិចបន្តួចបន្ទាប់ពីពួកគាត់បានរៀបចំបន្ទប់ហើយហ្នឹងក៏មិនទាន់បានឡើងទៅសម្រាប់ឲ្យភ្លាមដែរចុះមកខាងក្រោមសិនដើម្បីជួបបងសរមហ្នឹងហើយបងសរមវិញមកដល់ខាងក្រោមភ្លាមក៏សួរទៅកាន់សុភ័ក្រថាមិនថាអូនលើយខ្លាចហើយនៅហើយបងមើលតាមកាមេរ៉ាតាមជាន់មិញឃើញយ៉ាងណាដូចឆ្លេឆ្លាណានៅជាន់ទី4ហ្នឹងគេលឺហើយគេថាបាទបងជាន់ទី4ហ្នឹងខ្មោចលងខ្ញុំបងម្លងពេលដែលខ្ញុំឡើងដល់ហ្នឹងគឺលឺសូរសំឡេងស្បែកជើងដើរហ្មងលឺសូរឡើងផេះហើយសំឡេងស្បែកជើងហ្នឹងខ្ញុំស្មានតែបងសន្តិសុខខ្ញុំឡើងទៅមើលទៅគឺមិនឃើញទេហើយក៏គ្មានព្យាវបន្ទប់ណាគេចេញយកกระดาษឬក៏ចេញយកកសែងនេះដែរបងគឺមិនឃើញតតែសោះលឺសូរតែសំឡេងស្បែកជើងដើរហើយមុនហ្នឹងបងឯងមើលកាមេរ៉ាតាមជាន់មានឃើញអត់បងហ្នឹងបងសរមថាអត់ទេបងមើលកាមេរ៉ាតាមជាន់គ្មាននរណាដើរទេម្លងពេលដែលឯងឡើងទៅដល់ជាន់ទី4ហ្នឹងបងឃើញតែឯងម្នាក់ឯងហ្នឹងឃើញដើរទៅមកជាន់ទី4ហ្នឹងបងស្មានតែឯងដើររកกระดาษបន្ទប់ទឹកឬក៏ថ្នាំដុសធ្មេញដែលគេដាក់នៅក្នុងទូតាមជាន់ទៅបងមិនទេសួរឯងតែនិយាយរឿងនឹងចប់ភ្លាមបងសរមគាត់ក៏សួរបញ្ជាក់ទៅកាន់សុភ័ក្រថាឥឡូវថ្ងៃនេះចូលថ្ងៃទី2ហើយអូនឥឡូវអូនឯងគិតថាធ្វើការនៅទីនេះបន្តឬក៏សុំតកែឈប់ធ្វើការសុភ័ក្រវិញគេមិនតន់មាត់កឬក៏និយាយភ្លាមថាគេឈប់ឬក៏បន្តទៀតទេគេនៅគិតសិនដែលគេប្រាប់បងសរមថាចាំមើលខ្ញុំគិតសិនបងហើយពេលភ្ញាក់ពីដេកពេលណាខ្ញុំចាំតាក់ទងទៅបងម្ដងទៀតបន្ទាប់ពីជជែកគ្នារឿងនេះចប់ហើយអ្នកវេនថ្ងៃហ្នឹងគេក៏បានមកដូរវេនហើយបងសរមគាត់ក៏មិនបាននិយាយអីវែងឆ្ងាយដែរដូរវេនរៀបចំរបស់របរឲ្យហើយហ្នឹងគាត់ក៏បាននាំសុភ័ក្រឡើងទៅដេកនៅឯជាន់លើជាមួយនឹងគាត់ហ្នឹងប្រាប់កន្លែងសម្រាប់វិញពេលហ្នឹងគឺគេគ្មានបន្ទប់អីទេលក្ខណៈថាគេដាក់ក្រែមួយវែងហើយគេរៀបចំជាពូកឬក៏ខ្នើយខាន់គ្នាអញ្ចឹងទៅគឺសម្រាប់តែប្រុសទេតែបើស្រីគេមានបន្ទប់អីឲ្យដេកត្រឹមត្រូវកុំឲ្យលោកឡំជាមួយគ្នាគ្រាន់តែថាទីតាំងគឺតែមួយតែប៉ុណ្ណោះពេលដែលទៅដល់ខាងលើភ្លាមបងសរមរួមទាំងសុភ័ក្រហ្នឹងក៏មិនទាន់ចូលដេកភ្លាមឲ្យដែរនៅរពូ
កនៅរខ្នើយនៅរភួយអីអញ្ចឹងទៅបន្ទាប់មកទៀតក៏នាំគ្នាទៅងូតទឹកហើយកន្លែងងូតទឹកពេលហ្នឹងគឺវារឿងឆ្ងាយពីកន្លែងដេកហើយអត់មានភ្លើងទេគឺងឹតរបៀបថាភ្លើងវារឿងភ្លឺតិចតិចដែរនៅទីក្រុងភ្នំពេញយើងតាមភ្លើងតាមអគារផ្សេងដែលវាចាំងមកកន្លែងងូតទឹកហ្នឹងបងសរមគាត់គិតថាប្រហែលជាសុភ័ក្រហ្នឹងមិនខ្លាចទេណាមួយមកដល់កន្លែងដេកហើយសុភ័ក្រវិញពេលដែលដល់កន្លែងងូតទឹកហ្នឹងគេក៏ប្រាប់ថាឲ្យបងសរមហ្នឹងងូតមុនទៅហើយបងសរមគាត់ងូតហើយគាត់មានចាំឯណាគាត់មកកន្លែងដេកមុនដោយសារអំឡុងពេលហ្នឹងគាត់ធ្វើការពីកន្លែងម៉ោង8ហ្នឹងគាត់ត្រូវក្រោកទៅធ្វើការនៅធនាគារមកកន្លែងទៀតហើយយប់ឡើងបានគាត់ត្រឡប់មកកន្លែងផ្ទះសំណាក់ហ្នឹងវិញដូចនេះគាត់បញ្ញាបញ្ញានៅក្នុងការទៅសម្រាប់ឲ្យបានលឿនដោយសារតែគាត់ឆាប់ក្រោកទៅធ្វើការនៅធនាគារមកកន្លែងទៀតចំណែកសុភ័ក្រវិញបន្ទាប់ពីបងសរមងូតទឹកហើយហ្នឹងគេក៏បានដើរទៅងូតទឹកម្ដងហើយកន្លែងងូតទឹកហ្នឹងភាពសោតគឺគេដាក់ទយោហើយរបៀបថាទយោទុនណាហើយទយោហ្នឹងគឺធំជាងមេជើងអីទេដែលគេបង្ហូរទឹកមកឲ្យបុគ្គលិកងូតហ្នឹងប៉ុន្តែនៅកន្លែងងូតទឹកហ្នឹងវាមានក្រែចាស់មួយដែលគេដាក់ចោលនៅហ្នឹងនៅលើក្រែហ្នឹងដែរគឺមានកញ្ច្រែងសាប៊ូរួមទាំងច្រាសបោកខោអាវនិងសម្ភារៈផ្សេងទៀតក៏ដូចជាស្មាអីអញ្ចឹងទៅតែរឿងដែលនឹកស្មានបណ្ដោលនោះអំឡុងពេលដែលគេងូតទឹកហ្នឹងរបៀបថាដូចមាននរណាម្នាក់កំពុងតែអង្គុយជ្រៀងនៅលើក្រែហ្នឹងរបៀបថាល្វើយពេលដែលគេឮសូរសំឡេងនឹងហើយក៏ចាប់ផ្ដើមលែងងូតទឹកហើយបិទទឹកទៅយោសិនបន្ទាប់មកឈរមើលឆ្វេងមើលស្ដាំងាកមុខងាកក្រោយពេលដែលងាកហ្នឹងក៏មិនឮដែររបៀបថាស្ងាត់ចងំអញ្ចឹងទៅបន្ទាប់ពីមិនឃើញអីចាប់ផ្ដើមបង្ហូរទឹកម្ដងតិចវិញទៀតដែរហើយទឹកព្រឹកឡើងហ្នឹងវាត្រជាក់ពីព្រោះថាទឹកពេលព្រឹកហ្នឹងគឺត្រជាក់ហើយដូចបងប្អូនដឹងស្រាប់អញ្ចឹងពេលដែលគេចាប់ផ្ដើមបង្ហូរទឹកទៀតគេចាប់ផ្ដើមឮសូរមនុស្សច្រៀងតទៀតដែរហើយកន្លែងងូតទឹកហ្នឹងភាពសោតគឺមានស្ទែនទឹកធំជាច្រើនដែលព័ទ្ធជុំវិញហើយកន្លែងងូតហ្នឹងគឺនៅកដាលពេលហ្នឹងសុភ័ក្រគេក៏ឆ្ងល់ខ្លាចថាមាននរណាផ្សេងឬក៏បងសន្តិសុខអីចឹងទៅគាត់មកងូតទឹកដែរគាត់ចេះហៅគាត់ថាបងអើយបងវាយមកងូតទឹកមែនចាំសិនទៅខ្ញុំងូតហើយឥឡូវហើយគឺគេហៅបែបហ្នឹងរហូតប៉ុន្តែដល់ពេលហៅចុះហៅឡើងក៏មិនឃើញមាននរណាឆ្លើយដែរតែមិនលឺមានអ្នកឆ្លើយបែបហ្នឹងចាប់ផ្ដើមចម្លែកក្នុងចិត្តទៀតដែរថាមើលទៅទៀតហើយឡងតាំងពីនៅក្រោមរហូតមកដល់លើហើយគេក៏ដឹងខ្លួនបន្តិចហ្នឹងក៏ចាប់ផ្ដើមងូតទឹកសម្រុកឲ្យលឿនហើយក៏ផ្លាស់កៅអៅរត់ចូលទៅខាងក្នុងវិញពេលដើរទៅខាងក្នុងក៏ឃើញបងសន្តិសុខហ្នឹងគាត់ពងអត់ដេកសម្បុកឡើងខលតែម្ដងផ្ដើមគេក៏មានកូនចិត្តមួយទៀតថាមិញហ្នឹងប្រហែលជាមិនមែនបងសន្តិសុខទេសំឡេងដែលលឺច្រៀងហ្នឹងមើលទៅខ្មោចឡងទៀតហើយគាត់ណាគិតហើយហ្នឹងក៏ចាប់ផ្ដើមច្បុលទៅរកកន្លែងដេកតែម្ដងយកភួយគ្របឡើងចិត្តហើយនៅអំឡុងពេលដេកហ្នឹងបងប្អូនសុភ័ក្រគេនិយាយប្រាប់ខ្ញុំថាគឺខ្មោចសកត់មកថ្ងៃដំបូងហ្នឹងដៃជើងគឺបង្រាស់មិនរួចទេអំឡុងពេលដែលគេបិទភ្នែករលាវហ្នឹងស្រាប់តែខូចសមល់ខ្មៅមួយមកសកត់អង្គុយលើទ្រូងតែម្ដងទោះបីគេព្យាយាមយកមេជើងបង្រាស់យ៉ាងណាក៏ដោយក៏សមល់ខ្មៅនឹងមិនចេញដែរប៉ុន្តែពេលហ្នឹងសំណាងហើយសុភ័ក្រគេចេះធေါ်ខ្លះហើយធေါ်ហ្នឹងគឺគេសូត្រតែមោទសៈនឹងឯងគឺគេសូត្ររហូតដល់វិញ្ញាណខ្មៅហ្នឹងប្រឡែងឬក៏រលាយបាត់អស់អញ្ចឹងទៅតបពីជួបហេតុការណ៍នឹងសុភ័ក្រគេលែងហ៊ានដេកហើយដោយសារតែខ្លាចខ្មោចសកត់គេក៏អង្គុយលេងបើកទ្វារបង្អួចមើលនេះមើលនោះអីចឹងទៅមួយគេមកភ្នំពេញជាលើកដំបូងទៀតដោយនេះជាតបើកមើលទេសភាពក៏ដូចជាម៉ូតូឡាននេះដែលនៅខាងក្រោមនឹងលោកប្រហែលជាបានកន្លះម៉ោងក្រោយមកមានអ៊ំស្រីវ័យចំណាស់ម្នាក់ប្រហែលជាអាយុរបស់គាត់30ជាងអីទេក៏បានដើរមកហ្នឹងគាត់សួរថាក្មួយឯងទៅតែមកថ្មីហើយដេកអត់លក់មែនសុភ័ក្រថាបាទអ៊ំខ្ញុំដេកអត់លក់ទេមិនហ៊ាននិយាយត្រង់ខ្មោចឡងទេហើយអ៊ំស្រីហ្នឹងគាត់ជាបុគ្គលិកខាងផ្នែកអ៊ុតស្រោមខ្នើយស្រោមពូកឬក៏ខោអាវតកែអីចឹងទៅចំពេលហ្នឹងដែរសុភ័ក្រគេមិនដឹងមានអីធ្វើគេក៏បានសុំអ៊ំស្រីហ្នឹងបង្រៀនការអ៊ុតខោអាវអីផ្សេងអ៊ំស្រីវិញគាត់ក៏មិនបានកំណាញ់នេះដែរគាត់ក៏ថាបើក្មួយឯងដេកមិនលក់មករៀនអ៊ុតរៀនអីទៅជើងអ៊ុតអីនៅច្រើនទៅទេគ្រាន់តែថ្ងៃក្រោយអីអ៊ុតកៅអៅអីទៅសាលាទៅអីក៏មកវិទូអីអញ្ចឹងទៅតពីសុភ័ក្របានស្ដាប់ឮអ្វីដែលអ៊ំស្រីដែលផ្នែកអ៊ុតនឹងគាត់និយាយណែនាំហ្នឹងសុភ័ក្រគេក៏បានគិតហើយគេចាប់ផ្ដើមទាញជើងអ៊ុតជើងអីតម្រង់ហើយរៀនមើលតាមអ៊ំស្រីហ្នឹងទៅការរៀនអ៊ុតរបស់គេហ្នឹងភាពសោតគឺគេរៀនរហូតតដល់ម៉ោង12បាយថ្ងៃត្រង់ទើបគេចុះទៅហូបបាយថ្ងៃត្រង់នឹងឯងហើយជាបុគ្គលិកថ្មីថ្មោងពេលដែលចុះទៅដល់កន្លែងហូបបាយហ្នឹងគឺជួបបុគ្គលិកដែលផ្នែកបម្រើការខាងវេនថ្ងៃហ្នឹងជាច្រើននៅហ្នឹង
ហើយអ្នកខ្លះគេលេងសើចនេះលេងសើចនោះហើយអ្នកខ្លះហ្នឹងក៏ចាប់ផ្ដើមនិយាយរឿងខ្មោចប្រឡាចអំឡុងពេលដែលពួកគាត់ចូលមកធ្វើការនៅកន្លែងហ្នឹងថ្មីអីចឹងទៅស្ដែងអំឡុងពេលហ្នឹងអ្នកដែលប្រឡាចសុភ័ក្រខ្លាំងបំផុតហ្នឹងហើយលេងសើចច្រើនជាងគេហ្នឹងគឺឈ្មោះបងប្រុសម្នាក់ឈ្មោះថាតូនីបងតូនីហ្នឹងរបៀបថាគាត់ជាមនុស្សអតចរិតរបៀបថាលេងសើចច្រើនអីចឹងទៅពេលដែលសុភ័ក្របាយបណ្ដាហ្នឹងគាត់និយាយបដាថាមិនអីអូនមកធ្វើការថ្ងៃដំបូងខ្មោចឡងអណៃឬអត់ពាក់ស្ដាប់ឮហើយមានអារម្មណ៍គិតថាចង់សើចបន្តិចចង់យំបន្តិចដោយសារតែកាលពីយប់មិញហ្នឹងឡងសឹងតែគ្នាដេកមិនបានផងមកដល់កន្លែងដេកឯងមកអង្គុយសកត់ថែមទៀតឡងនៅតាមបន្ទប់មិនអស់ចិត្តហើយហ្នឹងពេលហ្នឹងសុភ័ក្រគេក៏បាននិយាយទៅកាន់បងតានីវិញថាបងមានខ្មោចណាឡងបងរត់តែខ្មោចធ្វើថ្នាំមិនបានផងអ្វីដែលគេនិយាយហ្នឹងគឺមិនចង់ឲ្យបងតានីហ្នឹងនិយាយរឿងរ៉ាវច្រើនទៀតដោយសារតែនៅក្នុងកន្លែងបាយហ្នឹងមានបងស្រីដែលជាអ្នករៀបបន្ទប់ហ្នឹងគាត់ចេះតែនិយាយលេងដែរថាងកាលដែលគាត់មកនៅនឹងដបងអីគ្រាន់តែដាក់ខ្លួនដេកភ្លាមមកសន្ទុះក្រោយមកគឺឃើញដើរមកស្រស់តែម្ដងហើយឃើញដើរមកហ្នឹងឃើញក្មេងៗ 3-4 នាក់ខ្មៅហើយពេលដែលគាត់ដេកហ្នឹងអាខ្លះវាចាប់ជើងអាខ្លះវាចាប់ក្បាលនិយាយទៅគឺវាអង្គុយចាប់ហើយឃើញស្រស់តែម្ដងហើយបងស្រីហ្នឹងគឺជាបុគ្គលិករៀបបន្ទប់ធ្វើវេនថ្ងៃពេលយប់ឡើងពួកគាត់ក៏ដល់ម៉ោងសម្រាប់ល្មមហើយចំពេលហ្នឹងម្នាក់ថាពេលថ្ងៃដំបូងហ្នឹងពេលណាក៏បានជួបពេលណាក៏បានឃើញដែរតែពេលហ្នឹងក៏មានបងស្រីម្នាក់ដែលគាត់ជាមេចុងភៅគាត់បាននិយាយលេងថាអូនអើយរឿងទាំងអស់ហ្នឹងអូនឯងមិនបាច់ខ្លាចទេយូរទៅខ្មោចវាស្គាល់យើងខ្លួនឯងហើយដំបងគេមិនស្គាល់យើងវាអញ្ចឹងហើយយូរដូចពួកបងយើងទៅខ្មោចឡងលែងខ្លាចហើយពេលដែលសុភ័ក្រស្ដាប់ហើយគេមិនតបតយទេគ្រាន់តែញញឹមណាមួយជាបុគ្គលិកថ្មីអញ្ចឹងខ្លាចថាងបើនិយាយច្រើនជាមួយបងទៅខ្លាចគាត់វាតម្លៃនឹងប្រកាន់អីចុះមួយចុះពីរសុកចិត្តធ្វើការឲ្យបានមួយថ្ងៃពីរថ្ងៃឬក៏ថាចាស់ថ្ងៃបន្តិចទៅគ្រាន់នឹងដឹងចិត្តពួកគាត់បន្តិចបន្តួចបានហ៊ានទៅចែកលេងស្និទ្ធតពីជជែកគ្នាលេងមួយសន្ទុះហើយហ្នឹងសុភ័ក្រគេក៏បានយកចានដែលហូបបាយហើយហ្នឹងយកទៅលាងនៅក្នុងផ្ទះបាយពេលដែលគេចូលទៅដល់ភ្លាមគឺដូចឲ្យបថ្នោលមុនចឹងបងប្អូនគឺព្រឺក្បាលខ្ញាក់តែម្ដងពេលហ្នឹងកូនចិត្តគិតទៀតថាសម្បីតែផ្ទះបាយហ្នឹងក៏មានអារម្មណ៍ចម្លែកដែរគេលាងចានបណ្ដាហ្នឹងគេចេះតែសម្លឹងឆ្វេសម្លឹងស្ដាំរមើលគីឡូមានអីប្លែកពេលដែលងាកចុះឡើងហ្នឹងក៏ឃើញនៅខាងលើក្បាលហ្នឹងមានកន្លែងមួយគឺជាកន្លែងអុជធូបថាតែនៅលើហ្នឹងគឺមានដាក់នៅផ្លែឈើមានផ្លែចេកនិងផ្លែក្រូចនិងត្រពាំងបាយជូរហើយបើតាមក្បួនចិនសែទេគេថាសែនឲ្យទេវតាចង្ក្រានអញ្ចឹងទៅដើម្បីសុំសុខសុំសប្បាយហើយតកែដែលជាម្ចាស់ផ្ទះសំណាក់ហ្នឹងគឺគាត់កាត់ចិនតែម្ដងបន្ទាប់ពីគេបានលាងចានលាងអីហើយហ្នឹងក៏បានដើរចេញមកហើយដើរហ្នឹងពេលដែលដើរឡើងត្រឡប់ទៅជាន់លើបង្អស់ជាន់ទី11ហ្នឹងគឺដើរតាមចណ្ដើរជើងទេមិនបានជិះចណ្ដើរយន្តអីទេដើម្បីដឹងថាងតាមជាន់មួយហ្នឹងមានអីខ្លះអញ្ចឹងទៅស្រួលថាចូលធ្វើការយប់ទី2យើងដឹងកន្លែងទុកសម្ភារៈផ្សេងដោយសារតែថ្ងៃទី1ហ្នឹងមិនដឹងថាងកសែងគេដាក់នៅណាថ្នាំដុសធ្មេញឬក៏សាប៊ូលាងដៃសាប៊ូដុសខ្លួនឯងគេដាក់នៅណាទេអញ្ចឹងគឺដើររមើលពេលដែលដើរចុះដើរឡើងនិយាយទៅគឺឃើញតែកន្លែងសែនទាំងអស់តាមជាន់ហ្នឹងគឺអ៊ីម្ចាស់ផ្ទះគាត់រៀបជាកន្លែងសំណែនគ្រប់ជាន់តែម្ដងគឺមានរបៀបថាអានំប៉ោងរបស់យើងហ្នឹងរួមទាំងទឹកតែគឺដាក់តាមជាន់ឲ្យព្រាតតែម្ដងហើយដាក់ហ្នឹងមិនមែនដាក់តាថ្ងៃសិលទេសម្បីតែថ្ងៃមិនសិលឲ្យតែរៀងស្ងាត់ភ្ញៀវអីហ្នឹងគឺម្ចាស់ផ្ទះគេចាប់ផ្ដើមរៀបចំហើយគេគិតថាគេធ្វើអញ្ចឹងទៅមានអ្នកហៅភ្ញៀវចូលច្រើនភាសាមួយបែបទៀតតាមបែបជំនឿរបស់ចិនហ្នឹងគេហៅថាហេងអីអញ្ចឹងទៅតពីសុភ័ក្រគេឃើញតាមជាន់សិតតែសំណែនហើយហ្នឹងគេដើរបណ្ដាគេគិតបណ្ដាគេថាអញ្ចឹងតើបានតែខ្មោចចូលនៅច្រើនណាស់ជាន់ណាក៏មានខ្មោចឡងហើយជាទូទៅនៅក្នុងអបិយជំនឿខ្មែររបស់យើងដោយបងប្អូនដឹងស្រាប់ហើយតែកន្លែងណាមានសែនគឺកន្លែងហ្នឹងហើយសបោពួកហ្នឹងបំផុតគឺហៅពួកវាចូលតែម្ដងហើយជាធម្មតាផ្ទះសំណាក់ឬក៏សន្តាគារដោយបងប្អូនដឹងអញ្ចឹងភ្ញៀវណាក៏គេអាចយករបស់ចូលបានដែរហើយភ្ញៀវមួយយើងមិនដឹងថាអ្នកណាខ្លះដែលគេយករបស់ល្អឬក៏មិនល្អទេយើងមិនមានសិទ្ធិឆែកគេទេត្រឹមដឹងថាយើងទទួលលុយគេហើយយើងឲ្យកន្លែងគេស្នាក់នៅតែប៉ុណ្្នឹងឯងអារឿងសម្ភារៈរបស់ភ្ញៀវយើងមិនអាចទៅប៉ះពាល់ហើយក៏មិនអាចសួរនាំឬឆែកបានដែរហើយភ្ញៀវខ្លះជាពិសេសភ្ញៀវស្រីដែលជាអ្នករស់ស៊ីអញ្ចឹងខាងសេវាកម្មខ្ញុំមិននិយាយចំទេកន្លែងហ្នឹងអញ្ចឹងគេត្រូវការបង្កើតរបស់មួយគេហៅថាកមួនស្នេហ៍អញ្ចឹងនៅក្នុងកមួនស្នេហ៍ហ្នឹងគ្រូស្នេហ៍គេធ្វើគេចាប់ផ្ដើមបញ្ចុះនៅមុនគាថាហើយមុនគាថាហ្នឹងគេតែងតែហៅអមនុស្សមកសន្ធិដ្ឋនៅលើរបស់ទាំងអស់ហ្នឹងបងសាកសម័យមើលថាប្រសិនបើអំឡុងពេលដែលភ្ញៀវម្នាក់នឹងគេចេញទៅ
ในក្នុងកមុនស្នេហ៍ហ្នឹងវាមានអមនុស្សអញ្ចឹងអមនុស្សហ្នឹងបើវាទៅតាមម្ចាស់វាមិនអីទេប៉ុន្តែអមនុស្សខ្លះវាងាយនឹងការស្រូបទាញពីអមនុស្សផ្សេងទៀតហើយកន្លែងទស្សនៈហ្នឹងគឺកន្លែងហ្នឹងគឺវាសែនច្រើនសំណែននេះគឺស៊ីបបោមែនតើដូចនេះអមនុស្សខ្លះក៏វាទៅអមនុស្សខ្លះក៏វានៅដូចនេះវាប្រមូលផ្ដុំគ្នាទៅនឹងឯងអញ្ចឹងបានបុគ្គលិកមួយពេលដែលចូលធ្វើការកាយតែឃើញខ្មោចឃើញអីលងអីចឹងទៅជាពិសេសគឺតាមជាន់នឹងឯងកាលណាតែមានសំណែនវាប្រកាសជាមានអ្នកមកទទួលហើយអាអ្នកមកទទួលកាលណាតែវាស៊ីរបស់គេវានឹងបំរើការជូនគេរឿងហ្នឹងគឺជារឿងត្រឹមត្រូវបំផុតគេមានទៅមានមកនឹងឯងហើយយើងថ្មីធម្មតាគេចេះតែបន្លាចធ្វើនេះធ្វើនោះហើយទាំងអស់នេះគ្រាន់តែជារឿងរ៉ាវដែលសុភ័ក្រឃើញអំឡុងពេលដែលគេទៅហូបបាយទេឥឡូវខ្ញុំកាត់សាច់រឿងមកដល់យប់ទី2ហើយថ្ងៃនឹងដដែលទេគ្រាន់តែថាវាជាថ្ងៃយប់ទី2ដែលសុភ័ក្រគេចូលធ្វើការនឹងឯងអញ្ចឹងអំឡុងថ្ងៃហ្នឹងខ្ញុំនិយាយពីចាប់ផ្ដើមពីការដែលគេយកស្រោមជើងអំឡុងពេលចូលម៉ោង9កន្លះនៅជាន់លើហ្នឹងការដែលពីថ្ងៃម៉ោង3ជាងថ្ងៃហ្នឹងគេបោកស្រោមជើងរបស់គេហ្នឹងហាលនៅឯជាន់លើហៅថាជាន់ទី11ហ្នឹងជាកន្លែងដែលបុគ្គលិកគ្រប់គ្នាសម្រាប់ហ្នឹងហើយគេមានកន្លែងសម្រាប់ឲ្យហាលខោអាវឬក៏ហាលសម្ភារៈផ្សេងដែលរបស់របរបុគ្គលិកប្រើនឹងឯងអំឡុងពេលម៉ោង9ជាងចូលម៉ោង9កន្លះឬក៏ម៉ោង9:40ហ្នឹងសុភ័ក្រគេបានឡើងមកយកស្រោមជើងដោយសារតែនៅកន្លែងបម្រើការហ្នឹងគេតម្រូវឲ្យយើងពាក់បីជើងខ្វីពេលហ្នឹងគេក៏បែកញើសជើងបែកញើសអីចឹងទៅធម្មតាហើយមិនទម្លាប់នៅក្នុងការពាក់បែកជើងខ្វីទេធម្មតាសិស្សសាលានៅស្រុកស្រែគឺពាក់តែបែកជើងផ្ទាត់ហ្នឹងដល់ពេលឲ្យពាក់បែកជើងខ្វីទៅវាស្អុះវាស្អាប់ហើយក៏ត្រូវការដូរស្រោមជើងអីចឹងទៅកុំឲ្យក្តៅជើងនៅពេលដែលសុភ័ក្រគេមកដល់កន្លែងដែលគេហាលស្រោមជើងហ្នឹងក៏ឃើញស្ត្រីម្នាក់អង្គុយលើកៅអីកំពុងតែសិតសក់ហើយស្ត្រីហ្នឹងគឺគេពាក់អាវខ្មៅហើយខោក្រហមហើយគេសក់ឡើងវែងមែនតើអង្គុយសិតសក់ពេលដែលសុភ័ក្រមកដល់សុភ័ក្រស្មានតែបងស្រីម្នាក់ដែលជាប្រពន្ធបងតូនីហើយបងស្រីអ្នកហ្នឹងមើលរូបរាងពីក្រោយទៅគឺដូចមែនតើពេលហ្នឹងសុភ័ក្រក៏សួរថាបងឯងម៉ោង9កន្លះហើយបងឯងអត់ចូលទៅសម្រាប់ទីអីហើយថ្ងៃហ្នឹងប្តីបងឯងតាណាដែរហើយពេលគេសួរចុះសួរឡើងទៅរបៀបថាបងស្រីហ្នឹងក៏មិនលឺឆ្លើយក៏មិនលឺអីដែរស្ងាត់ចងុំគិតតែពីអង្គុយសិតសក់ធ្វើធម្មតាហើយសុភ័ក្រពេលដែលសួរមិនស្ដីបែបហ្នឹងក៏មិនហ៊ានសួរទៀតដែរខ្លាចរំខានណាមួយដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងចូលធ្វើការទៅតែបាន2ថ្ងៃហ្នឹងគេហៅថា2យប់ហ្នឹងឯងអញ្ចឹងមិនដឹងថាចិត្តគេមិនអីទេពេលដែលសួរមិនស្ដីហើយក៏យកស្រោមជើងហើយក៏ចុះមកក្រោមនៅពេលដែលមកដល់ខាងក្រោមភ្លាមហ្នឹងភ័ក្រក៏សួរទៅកាន់បងសរមថាបងមុនហ្នឹងខ្ញុំឃើញប្រពន្ធបងតូនីកំពុងតែអង្គុយសិតសក់លើកៅអីនៅកន្លែងខ្ញុំហាលស្រោមជើងហ្នឹងពេលហ្នឹងបងសរមថាប្រហែលជាគេមិនតន់ដេកទេអង្គុយលេងទូរស័ព្ទអីហ្នឹងណាមួយខែភ្លឺដែរគាត់ក៏បន្តថាទីថាំងស្រីគេមិនងាយដេកទេម៉ោង10ជាង11អីនោះម្នាក់បានដេកបងឡើងទៅលើយកខោអាវឬក៏យកស្រោមជើងដូចអនឯងដែរឃើញពួកនឹងនៅរហូតហ្នឹងពេលហ្នឹងក៏សុភ័ក្រថាអូប្រហែលជាដូចបងសរមនិយាយហើយក៏មិនសូវជាចាប់ផ្លឹកអីរឿងហ្នឹងប្រហែលដែរក៏អង្គុយលើសាឡុងក្បែរហ្នឹងបានមកសន្ទុះក្រោយមកក៏ស្រាប់តែឃើញបងតូនីហ្នឹងដប់ប្រពន្ធគាត់មកពីក្រៅរបៀបថាមកពីហូបអីអញ្ចឹងទៅពេលហើយសុភ័ក្រក៏សួរទៅកាន់បងតនីថាបងមុនហ្នឹងខ្ញុំឃើញពុនបងឯងអង្គុយសសក់នៅលើតាឥឡូវមានឃើញបងឯងដប់ពុនបងឯងមកពីណាពេលហ្នឹងបងតនីក៏បានតបថាអេអូនឯងច្រឡំហីបងនាំពុនបងទៅតាំងពីងាយតាលេងផ្ទះបងថ្លៃបងថ្ងៃហ្នឹងគេចេញខែកូនហើយក៏គេហៅទៅបងទៅតាំងពីងាយនោះតាំងពីអនឯងមិនតាន់ចូលធ្វើការជាមួយនឹងបងសរមនោះបងទៅសុំតកែទៅតាំងពីងាយតាឆែកកាមេរ៉ាមើលទៅឃើញហើយពេជ្រហ្នឹងសុភ័ក្រគេក៏តបទៅកាន់បងតនីថាអត់ទេខ្ញុំឃើញច្បាស់ណាបងមិញអង្គុយនៅកៅអីនៅលើនោះស្លៀកខោក្រហមអាវខ្មៅក្រាស់មួយពងអត់សិតសក់នៅលើខ្ញុំសួរមិនដឹងស្ដីផងហើយខ្ញុំក៏ចុះមកវិញទៅពេលដែលសួរមិនស្ដីបែបហ្នឹងហើយប្រពន្ធបងតនីដែលគាត់ឈរនៅក្បែរម៉ូតូហ្នឹងគាត់ក៏សើចគាត់ថាអូនអាជាថាបងទៅតាំងពីងាកមួយប្តីបងទៅកុហកអីគាត់ក៏បញ្ជាក់ថែមថាប្រហែលជាអនឯងស្វាំងភ្នែកហើយមើលទៅបងឯណាទៅអង្គុយទៅបីអនឯងហៅបងក៏បងស្ដីដែរបងមិនមែនជាមនុស្សកងពុងអីដល់ថ្នាក់អនឯងហៅមិនស្ដីបែបហ្នឹងទេប្រហែលជាអនឯងស្វាំងភ្នែកហើយមើលទៅអេអូននេះខ្មោចឡងឡើងព្រើលភ្នែកហើយឥឡូវហ្នឹងវិញវ័នហើយបងសរមលឺប្រពន្ធបងតនីនិយាយចឹងអីក៏ឈរសោចម្នាក់ឯងហ្នឹងទៅហើយគាត់និយាយថាអូនឯងដល់ថ្នាក់ហ្នឹងខ្មោចឡងឡើងវិញហើយធ្វើការថ្ងៃទី2វិញប៉ុណ្ណឹងមកធ្វើការមួយខែ2ខែមួយឆ្នាំ2ឆ្នាំដូចបងនឹងប៉ុណ្ណាឈួតយកតម្រងហ្នឹងគឺគាត់និយាយភាសាលេងសើចមកកាន់សុភ័ក្របែបហ្នឹងហ្មង
ចំណែកឯបងសន្តិសុខវិញពេលដែលលឺសំឡេងខាងក្នុងជជែកគ្នាសើចលឺហ្នឹងគាត់ក៏ដើរចូលមកក៏សួរថាអូនឯងមានរឿងអីពេលហ្នឹងសុភ័ក្រថាបងមិញខ្ញុំឡើងទៅលើខ្ញុំឃើញប្រពន្ធបងទៅនេះសក់នៅលើដល់ពេលឥឡូវឃើញគាត់ដុបមកពីក្រៅខ្ញុំក៏សួរគាត់ហើយគាត់ថាមានណាទៅក្រៅតាំងពីថ្ងៃចេញខែក្មួយគាត់តាំងពីថ្ងៃទៅមកវិញពេលហ្នឹងបងសន្តិសុខស្ដាប់ឮហើយគាត់ក៏ឈរសើចលេងជាមួយគ្នានឹងទៅរំពេចនឹងដែរស្រាប់តែសំឡេងទូរស័ព្ទវាចាប់ផ្ដើមរោពេលដែលឮដូចនេះហើយបងសរំក៏ចាប់ផ្ដើមរត់បញ្ញាប់បញ្ញាល់ទៅលើកទូរស័ព្ទដោយសារតែភ្ញៀវតាមបន្ទប់អីគេទេមកត្រូវការជាប្រភេទភេទជ្ជៈឬក៏ទឹកឬក៏មីកំប៉ុងអីចឹងទៅរបស់របរដែលលក់នៅក្នុងសន្តាគារឬក៏ផ្ទះស្នាក់នឹងឯងពេលដែលគាត់លើកនិយាយជាមួយភ្ញៀវចប់សពគ្រប់ហើយវាចំអីវាជន់ទី3ទៀតគឺបន្ទប់304ដែលនៅក្បែរចណ្ដាលយន្តបន្ទប់303ហ្នឹងចំណែកបងសរំវិញពេលដែលគាត់និយាយជាមួយភ្ញៀវចប់ហើយគាត់ក៏ក្រឡេកមុខមកមើលបងសន្តិសុខហើយនឹងសុភ័ក្របន្ទាប់មកគាត់និយាយថាឥឡូវ2នាក់ហ្នឹងភ្ញៀវឲ្យយកទឹក2ដបនៅជាន់ទី3បន្ទប់304ឥឡូវពីណាទៅក៏បានដែរកុំថាខ្ញុំបខំដល់ពីនិយាយចប់បងសន្តិសុខហ្នឹងគាត់បដិសេធភ្លាមមកថាអូខ្ញុំអត់ទៅទេឲ្យអូនសុភ័ក្រទៅខ្ញុំអត់ទៅទេហើយសុភ័ក្រវិញគាត់នៅលឺពាក្យសម្ដីថាបងសន្តិសុខនឹងអត់ទៅភ្លាមសុភ័ក្រថាបងខ្ញុំមិនហ៊ានទៅទេបងជាន់ទី3ហ្នឹងដោយបងឯងដឹងស្រាប់ហើយមកសើមិញមិនអីបងហើយបងឯងចេះធ្វើបាបខ្ញុំឥឡូវខ្ញុំមិនហ៊ានទៅទេបងខ្ញុំនិយាយមែនគឺគេសារភាពត្រង់តែម្ដងបងសរំស្ដាប់ឮហើយក៏ថាអូនបងសន្តិសុខអីហ្នឹងបើសិនជាមិននាំគ្នាទៅមិនឲ្យខ្ញុំទៅមែនហើយបើគិតថាឲ្យខ្ញុំទៅសមអាហ្នឹងខ្ញុំទៅមិនអីទេតែការងារកន្លែងខ្ញុំហ្នឹងជួយទទួលខុសត្រូវផងបើសិនជាភ្ញៀវមកឬក៏ភ្ញៀវចេញគ្មាននរណាមើលភ្ញៀវមើលអីបាត់លុយបាត់កាក់ជួយដោះស្រាយជូនខ្ញុំផងពីព្រោះថាខ្ញុំរវល់តែយកទឹកឲ្យភ្ញៀវហើយបើតពីសុភ័ក្រឮថាឲ្យទទួលខុសត្រូវរឿងលុយកាក់ភ្លាមហ្នឹងសុភ័ក្រថាមិនអីទេបងខ្ញុំទៅក៏បានដែរណាមួយទឹកតែធ្វើការបាន2ថ្ងៃផងបើសិនជាករណីថាភ្ញៀវណាមួយចេញទៅមិនបង់ថ្លៃបន្ទប់ខ្ញុំចប់ហើយបងអើយការងារ2ថ្ងៃមិនរួចថ្លៃបន្ទប់1ថ្ងៃទេបងបន្ទាប់ពីនិយាយចប់សុភ័ក្រគេក៏សវេសវាយកទឹក2ដបយកទៅឲ្យភ្ញៀវបន្ទប់304ហ្នឹងគណៈពេលដែលគេយកទឹកទៅដល់ជាន់ទី3ភ្លាមអារម្មណ៍គឺមិនដឹងខ្លួនទេដើរបណ្ដើញាក់សាច់បណ្ដើរបៀបថាដូចមានស្អីមកពីក្រោយអញ្ចឹងណាអាមនុស្សសម័យខ្លាចចំពេលធ្លាប់មានប្រវត្តិទៀតបងប្អូនទាំងអស់គ្នាតែខ្ញុំអ្នកណាថាមិនភ័យហើយអំឡុងពេលដែលគេយកទឹកទៅដល់ជាន់ទី3ភ្លាមហ្នឹងគឺរត់សម្ដៅទៅកាន់បន្ទប់304តែម្ដងទៅដល់គោះទ្វារតុកដូចបឋមបន្ទប់304ហ្នឹងឲ្យចេញមកយកទឹកបញ្ញាបញ្ញាលហើយអំឡុងពេលហ្នឹងបន្ទប់304ហ្នឹងពេលដែលគោះទ្វារភ្លាមដូចចិត្តទៀតគឺបងស្រីម្នាក់ហ្នឹងគឺរៀងចំណាស់ហើយដែរគាត់ក៏បើកទ្វារភ្លាមពេលដែលបើកទ្វារហើយគាត់ក៏សួរថាអូនអណៃបឋមហីគោះទ្វារបងបញ្ញាបញ្ញាលមិញហ្នឹងតែឮបងស្រីនឹងនិយាយបែបហ្នឹងសុភ័ក្រគេក៏មិនមាត់ដែរគេគ្រាន់តែញញឹមបន្ទាប់មកបងស្រីនឹងថាឥឡូវទឹក2ដបនឹងអស់ប៉ុន្មានសុភ័ក្រថាអស់4000បងហើយបងស្រីនឹងគាត់ក៏ឲ្យ$2មានន័យថា$1ទៀតគឺជាថ្លៃសេវាកម្មឬថ្លៃ service នឹងឯងនិយាយទៅភ្ញៀវដែលគេមកដេកហ្នឹងភាគច្រើនគឺចិត្តទលាយតែម្ដងគឺឲ្យតែគាត់កំងអីពេលយប់ប្រលប់មិនថាទិញបាយឬក៏ទិញរបស់របរផ្សេងឯងគាត់តែងតែឲ្យលុយធីបទៅកាន់បុគ្គលិកនៅបម្រើការនៅស្ទះស្នាក់ឬក៏សន្តាគារនឹងឯងគឺមិនដែលអត់ទេភាគច្រើនតិចឬច្រើនក៏ត្រូវតែភ្ញៀវឲ្យដែរ1000 2000ក្តីអីគឺត្រូវតែបានរហូតមិនដែលអត់ទេតពីនឹងទៀតសុភ័ក្រគេក៏បានចុះទៅខាងក្រោមវិញហើយពេលដែលគេឡើងមកហ្នឹងបងសរំហ្នឹងគឺគាត់អង្គុយមើលកាមេរ៉ាជាន់ទី3រហូតខ្លាចថាបើមានរឿងអីប្លែកអីគាត់នឹងមកជួយតាន់ពេលដោយសារសុភ័ក្រធ្លាប់និយាយរឿងរ៉ាវប្រាប់គាត់ហើយគាត់មិនប្រឡែងចោលដូចមុនទេហើយក្នុងយប់ហ្នឹងវាចម្លែកអីអំឡុងពេលម៉ោង2ជាង7ម៉ោង3ស្រាប់តែបងស្រីបន្ទប់304ហ្នឹងជាន់ទី3នៅក្បែរបន្ទប់303ហ្នឹងបានរុំភួយមានទាំងខ្នើយមានទាំងភួយដែលគាត់រុំខ្លួនហ្នឹងចុះទៅខាងក្រោមចំពេលដែលបងសរំហ្នឹងគាត់កំពុងតែអង្គុយឆែកកាមេរ៉ាមើលតាមជាន់ការពារភ្ញៀវឆ្លោះទាស់តែងគ្នាចេញក្រៅបន្ទប់អីចឹងទៅគាត់មាត់លឺទៅរំខានដល់បន្ទប់ផ្សេងទៀតដែលគេបានស្នាក់នៅក្បែរហ្នឹងពេលដែលមើលហ្នឹងក៏ឃើញបន្ទប់បង304ហ្នឹងកំពុងតែរុំភួយហើយមានខ្នើយមានអីហ្នឹងចុះមកខាងក្រោមដែលមើលកាមេរ៉ាឃើញបែបហ្នឹងគាត់ក៏បានហៅសុភ័ក្រហើយនឹងបងសន្តិសុខនៅមុខហ្នឹងថាងឲ្យទៅជួយមើលបន្ទប់បងស្រី304ផងគាត់កើតអីបានឃើញរុំភួយហើយខ្នើយនឹងចុះមកខាងក្រោមពេលដែលឃើញបែបហ្នឹងបងសន្តិសុខរួមទាំងសុភ័ក្រហ្នឹងក៏នាំគ្នារត់បញ្ញាឡើងទៅលើដើម្បីទៅជួបបងស្រីនឹងសួរថាកើតអីអញ្ចឹងទៅពីព្រោះថាតាំងពី
ដាក់ភ្ញៀវមកមិនដែលឃើញភ្ញៀវណារុំភួយហើយមានខ្នើយមានអីរត់ចេញពីបន្ទប់ចូលមកខាងក្រោមអញ្ចឹងទេហ្នឹងបើយោងតាមបទពិសោធន៍បងសរមដែលគាត់នៅនឹងយូរឆ្នាំគឺមិនដែលមានតលសោះទៅតែឃើញបងស្រីនឹងម្នាក់ទេដែលគាត់ធ្វើបែបហ្នឹងងាកមកមើលបងសន្តិសុខរួមទាំងសុភ័ក្រវិញពេលដែលនាំគ្នារត់មកខាងលើហ្នឹងក៏បានជួបបងស្រីហ្នឹងនៅជាន់ទី1ពេលដែលជួបជាន់ទី1ហ្នឹងបងសន្តិសុខហ្នឹងគាត់អ្នកចាស់ធ្វើការនៅទីនឹងយូរគាត់ក៏បាននិយាយទៅកាន់បងស្រីថាបងបងឯងមានការអីឬក៏បងឯងមានតារៈអីឃើញបងឯងរំភួយហើយមានខ្នើយមានអីយកចុះមកខាងក្រោមអញ្ចឹងបងបើបងឯងមានរឿងអីបងឯងអាចប្រាប់ពួកខ្ញុំបានខ្ញុំយកទៅប្រាប់ឌីសុបគេឲ្យជួយដោះស្រាយបងពេជ្រនឹងដែរបងស្រីដែលជាញៀវស្នាក់នៅក្នុងបន្ទប់304ហ្នឹងគឺគាត់មិនមាត់មិនកយទេគឺឈោស្រក់ទឹកភ្នែកម៉ាត់តែម្ដងមិនដឹងថាគាត់កើតអីប្រកាសទេហើយបងសន្តិសុខវិញគាត់ចេះតែប្រឡូមសួរពីនេះពីនោះទៅឲ្យគាត់និយាយចេញមកស្រួលរកដំណោះស្រាយជូនអីអញ្ចឹងទៅជាធម្មតាភ្ញៀវបើសិនជាមានបញ្ហាក្នុងអំឡុងពេលយប់ឡើងហ្នឹងវាអាចប៉ះពាល់ដល់ភ្ញៀវដែលគេនៅបន្ទប់ផ្សេងទៀតអញ្ចឹងសុខចិត្តសម្រួលគ្នាដោយស្ងប់ស្ងាត់កុំឲ្យផ្អើលកាលណាតែផ្អើលអាចនឹងខូចគេឈ្មោះទស្សនៈហ្នឹងឬក៏ភ្ញៀវដទៃទីគេដឹងគេហ៊ានចូលស្នាក់នៅទេសុខចិត្តប្រើវិធីតិចឲ្យសួរនាំឲ្យដឹងហេតុផលពេលដែលសួរចុះសួរឡើងបងស្រីម្នាក់ហ្នឹងគាត់មិនឆ្លើយសុភ័ក្រក៏គិតក្នុងចិត្តថាមើលទៅមានតែសម្រួលឲ្យគាត់ចុះទៅអង្គុយខាងក្រោមទេហើយចាំរកវិធីណាមួយដើម្បីសួរគាត់តាមក្រោយបើជួបគាត់កដាផ្លូវសួរបែបហ្នឹងក៏វាមិនសមដែរណាមួយសុភ័ក្រគេជាអ្នករៀនសូត្រអីយ៉ាងម្នាក់ដែរអញ្ចឹងទៅគេក៏យល់ដឹងអញ្ចឹងទៅគេក៏បាននិយាយជាមួយបងស្រីម្នាក់ហ្នឹងម្ដងដោយសុភ័ក្រគេនិយាយថាបងអើយឥឡូវបើមិននិយាយក៏បានដែរបើឯងចុះទៅអង្គុយខាងក្រោមកន្លែង reception ទៅនៅនឹងមានសាឡុងមានអីឲ្យអង្គុយលេងបានចឹងទៅក៏បងស្រីហ្នឹងគាត់ងក់ក្បាលហើយគឺគាត់ស្រក់ទឹកភ្នែកបដាគឺដើរចុះតាមកម្មចដាបដារបៀបថាមិនដឹងថាគាត់កើតអីប្រកាសទេគឺគាត់មកចុះនៅអង្គុយខាងក្រោមសិនចំណែកបងសរមហ្នឹងពេលដែលឃើញបងស្រីហ្នឹងមកអង្គុយខាងក្រោមមកស្រក់ទឹកភ្នែកម៉ាត់ដូចគាត់ជួបរឿងអីចឹងណាមួយបើបទពិសោធន៍របស់គាត់ធ្វើការនៅហ្នឹងវា3 4ឆ្នាំដែរអញ្ចឹងភ្ញៀវជួបច្រើនប្រភេទហើយអញ្ចឹងគាត់តែកលេចគាត់អាចដឹងទ្រុសថាបងស្រីហ្នឹងកើតអីហើយគាត់ក៏ព្យាយាមរកវិធីណានិយាយលួងលោមបងស្រីហ្នឹងថាលើបងអើយបងបែងកើតអីបែងនិយាយប្រាប់ខ្ញុំមកបងស្រីហ្នឹងសម្រាប់តគាត់ស្រក់ទឹកភ្នែកគាត់និយាយថាអូនហើយអូនបងមិញឃើញហើយខ្មោចស្ទើមកអង្គុយចាប់ជើងបងបើកភ្នែកឡើងក្រហមតែតនៅក្នុងបន្ទប់ហ្នឹងបងចង់ហ៊ាននិយាយទៅអូនអើយបងខ្លាចបងភ័យបងញ័រសាច់ហ្នឹងបងនិយាយមិនចេញទៅអូនអើយមានតែយំឲ្យធូរចិត្តបន្តិចទេគាត់និយាយចឹងហ្មងហើយបើសក់វិញឡើងក៏ទងរឿងដែរម្ដងបងប្អូនពេលហ្នឹងមិនដឹងថាគាត់ជួបបញ្ហាខ្លះក្នុងបន្ទប់ហ្នឹងឯងថ្នាក់មិនចង់ហ៊ាននិយាយមិនធម្មតាបងប្អូនដោយសារតែគាត់ភ័យនឹងតក់ស្លុតខ្លាំងពេករឿងរ៉ាវដែលមិនធ្លាប់ជួបពីមុនមកហើយទើបតែជួបលើកទី1ហើយគាត់ស្នាក់នៅម្នាក់ឯងជាមនុស្សស្រីទៀតហើយវាក្បែរបន្ទប់នឹងទៀតខ្ញុំជឿទាំងបងប្អូននិងខ្ញុំគឺមានអារម្មណ៍ផិតភ័យជាខ្លាំងដូចហ្នឹងគេសួរមុំចង់ហ៊ាននិយាយទេខ្លាចវាមកតាមទៀតពេលដែលសួរដឹងរឿងរ៉ាវអស់ហើយហ្នឹងបងសរមហ្នឹងគាត់ក៏បាននិយាយតបទៅកាន់បងស្រីវិញថាអូឥឡូវមិនអីទេបងបើបងឯងនៅបន្ទប់ជាន់ទី3ហ្នឹងមិនបានចាំខ្ញុំដូរបន្ទប់ឲ្យបងឯងឡើងទៅជាន់លើបងជាន់ទី6ទី7បងឯងរើសជាន់ណាក៏បានដែរនៅ2ជាន់ហ្នឹងមានបន្ទប់2-3បន្ទប់តនេដែរបងអត់ទាន់ដាក់ភ្ញៀវទេស្រីនឹងស្ដាប់ឮហើយអង្គុយយំស្រក់ទឹកភ្នែកហ្មងដោយគាត់និយាយថាអូនហើយយប់នឹងបងមិនបាច់ដេកទេបងអត់ដេកទេអូនឯងឲ្យទៅជន់ណាក៏បងអត់ទៅដែរបងសុំដេកនៅលើសាឡុងហ្នឹងឯងតែនិយាយហើយហ្នឹងគឺគាត់អត់ទៅមែនសូម្បីតែគាត់ឡើងទៅយកខោអាវគាត់ហ្នឹងគាត់អត់ទៅដែរគឺអង្គុយរុំភួយរួមតែខ្នើយមួយគឺនៅហ្នឹងហ្មងនៅក្នុងយប់ហ្នឹងទាំងបងសរមទាំងសុភ័ក្រហ្នឹងគឺអាណិតមែនតែនរបៀបថាគាត់អង្គុយដេកផ្អែកនៅលើសាឡុងដេកយកហ្មងរបៀបថានៅខាងលើគឺនៅមិនបានខ្មោចលងពេកហើយសាច់រឿងរបស់យើងខ្ញុំសូមបញ្ចប់តែត្រឹមនេះសិនរាល់ពាក្យសម្ដីខុសឆ្គងដោយប្រការណាមួយក៏សូមខន្តីអភ័យទោសដល់បងប្អូនទាំងអស់គ្នាដែលជាអ្នកស្ដាប់គឺភាគក្រោយដែលជា podcast ទី3ហ្នឹងខ្ញុំនឹងយកហេតុការណ៍ជាច្រើនដែលវាបានកើតឡើងនៅក្នុងផ្ទះសំណាក់ហ្នឹងមានភ្ញៀវនិយាយទូរស័ព្ទដល់ថ្នាក់ឆ្លងចូលនិយាយជាមួយភ្ញៀវទៀតហើយពេលខ្លះហ្នឹងគឺចូលកូនក្មេងរហូតដល់កូនក្មេងហ្នឹងដេកយំកត្រាក់ដៃកត្រាក់ជើងទៀតហ្នឹងគឺជារឿងរ៉ាវភ្ញៀវផ្សេងហើយក៏ជាភាពបញ្ចប់មួយខ្ញុំនឹងលើកយករឿងរ៉ាវទាំងអស់ហ្នឹងយកមកចែកម្លែកទៅកាន់បងប្អូនទុកសម្រាប់ជាការកំសាន្តបន្តទៀតហើយខ្ញុំនឹងព្យាយាមតាក់ទងទៅមិត្តភ័ក្តិរបស់ខ្ញុំដើម្បីសួររឿងហ្នឹងបន្ថែមដើម្បីបានព័ត៌មានកាន់តែលម្អិតយកមកចែកជូនបងប្អូនអរគុណច្រើនសូមជម្រាបលា